មកទីហើយបងប្អូននេះខាបន្លែជាមួយនឹងសាច់គោពងទាព្រោះមួយថ្ងៃហ្នឹងរៀងសាច់ច្រើនពេកវាចង់រៀងជឿដៃជឿជើងប៉ុន្តែនៅតែជាសាច់មិនពួយហើយថ្ងៃនេះយើងលាយបន្លែរៀងច្រើនបន្តិចបងប្អូនអញ្ចឹងវិធីងាយៗតាម5នាទីនេះចេញពីធ្វើការមកចាប់ផ្ដើមរៀបចំបន្លែមានស្រាប់នៅក្នុងទូទឹកកកនោះយកមកយើងចាប់ផ្ដើមដាក់ឆាងាយបងប្អូនត្រឹមតែ5នាទីគឺជាការស្រេចថ្ងៃហ្នឹងហើយយើងយកបន្លែមកចាប់ដើមឆាចាក់ពេញចាក់សណ្តែកឲ្យចូលទីទួចមកឆាដាក់ទឹកគោជាមួយនឹងពងទាបងប្អូនពងទាពងមាន់វានឹងដាក់ចូលមកចប់មកយើងចាប់ដើមឆាត្រឡប់ទៅព្រោះមួយថ្ងៃនេះយើងញ៉ាំសាច់ជាងច្រើនពេកប៉ុន្តែអាហ្នឹងឲ្យលាយជាមួយនឹងបន្លែខ្លះឲ្យវារៀងច្រើនបន្តិចដើម្បីឲ្យយើងញ៉ាំទៅវាមានសុខភាពល្អបងប្អូនអញ្ចឹងនៅពេលដែលយើងឆាត្រឡប់ជាមួយនឹងនេះបើនិយាយចំទៅវាលក្ខណៈឡើងភ្នំបន្តិចឆាបន្តិចអញ្ចឹងណាអញ្ចឹងអានេះជាម្ហូបដែលខ្ញុំចូលចិត្តបំផុតហើយសាច់គោយើងឆាកុំឲ្យវាឆ្អិនពេកទៅពេលឆ្អិនពេកវារៀងស្វិតអញ្ចឹងតាមមកត្រឡប់ទៅមករៀងសពប់មុំទៅបានហើយបងប្អូនអញ្ចឹងវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងទេបាយបាយអរគុណបងប្អូនទាំងអស់គ្នាជួយ like ជួយ share ឲ្យបានច្រើនដើម្បីបានវីដេអូថ្មីបន្តទៀតបាយអរគុណ